បាទថ្ងៃក្តៅបាទផ្លូវមន់ពងតែជ្រោកម្លប់ជិតឡើងបាទចាប់វាដាក់ត្រង់តូចហើយយើងដាក់មុងទៅបាទមន់តិចតួចថ្មការពារមូសបាទកាលណាមន់កាលណាបើមូសខំខ្លាំងវាអាចឈឺបានខែនេះភ្លៀងដើមឆ្នាំអាចចំហាយចេញពីដីក្តៅផងត្រជាក់ផងដៅផងត្រជាក់ផងធ្វើឲ្យមន់យើងឈឺបាទស្លាប់ដូច្នេះយើងត្រូវមានវិធានការការពារមើលថែវាជាប្រចាំបើមិនដូច្នោះទេវានឹងទៅវិញបាទបាត់បង់ទៅវិញបាទខាតពេលវេលាយើងខំចាំបាទខ្ញុំចាំជាលក្ខណៈតិចតួចបាទលក្ខណៈគ្រួសារតិចតួចបាទធ្វើការផងជាតិចាំមន់ផងបាទស្គួយបាទស្គួយខ្លាយបាទនេះបាទនេះគីឡូ30បាទគីឡូ30នេះមកចាយបាទមកចាយតែវាឲ្យកូនដែរបាទនេះកូនវាមកពងមាញ់កូនវាព្រោះតែវាមិត្តល្អិតនេះមិត្តល្អិតតែបានបាមិត្តសំពៅបាទពេលកូនមករៀនគាត់បើជាងមេនេះជាកូនរបស់ពួកមេខ្មៅហ្នឹងបាទទៅកូនមេខ្មៅបាទឃើញកូនមករៀនសំពៅកាត់ទៅរកមេកាត់ទៅរកបាវាបាទនេះស្លឹកគ្រៃបាទស្លឹកគ្រៃវាផ្ដល់មលុបដល់សត្វចិញ្ចឹមរបស់យើងហើយក៏វាជាថ្នាំដែរបាទមានដំស្លឹកគ្រៃមានរងខងបាទនេះជាថ្នាំបាទមន់វាស្រួលខ្លួនវាចឹកស៊ីតែនេះគេស្រោចទឹកបាញ់បើកទឹកទៅវាជាដីបាទដាក់គេបើកទឹកដាក់លក្រៃទៅពេលអញ្ចឹងធ្វើដីសើមមានភាពត្រជាក់ហើយវាកើតសត្វល្អិតបាទជាចំណីដល់មន់យើងផងដែរហើយវាទីនេះមួយដើមឈើអញ្ចឹងមានក្តៅក៏មានត្រជាក់ក៏មានអញ្ចឹងវាអំណោយទានដែរបាទអំណោយទានចំពោះការចិញ្ចឹមដែរបាទបាទនេះទឹកធ្វើបាទទឹកចេះងាវបាទទីគីឡូវាពូជធំគាត់បាទសូមអរគុណសូមជម្រាបលាបាទបងប្អូនបាទ